គ្នានឹងឯសារ admin នេះ admin ទទួលបានសំណើពីបងប្អូនយើងមកធ្វើពីការបង្ហាញការសរសេរអក្សរខ្មែរនៅក្នុង AutoCAD ហើយក្នុងនឹងដែរ admin បានតម្លាក់ file កាលពីរសៀលបងប្អូនអាចចូល download បាននៅក្នុង group Telegram មកលើ channel Telegram របស់យើងគឺ Engineering All Knowledge បងប្អូនអាច join group នេះបានតាមរយៈ link ដែល admin post នៅក្នុង Facebook page ហ្នឹងហើយពេលដែលបងប្អូន download font នឹងហើយនេះជារបៀបធ្វើដំបូងឡើយបងប្អូនត្រូវ close AutoCAD នឹងសិនបិទ AutoCAD នឹងសិនកុំបើកមកយើងពុំបើកទៅវិញយើងកុំបើកអញ្ចឹងយើងចុច right click បែបនេះមកដោយសារ admin បាន download រួចហើយអញ្ចឹងបងប្អូន download អា font នឹងមកចុច right click លើ AutoCAD find file location វារកមកមើលកន្លែង font តបមក paste font នោះចូលនៅក្នុងហ្នឹងadmin តម្លើងហើយ admin អត់ចាំបាច់តម្លើងអីទៀតទេ admin គ្រាន់តែប្រាប់ពីរបៀបតម្លើង Yes sorry admin តម្លើងហើយយើងបាន file នឹងហើយយើង download ពី channel Telegram មកយើងផាសនៅក្នុងអ្វីដែល admin បើកមកហ្នឹងមកបន្ទាប់មកយើងចុច install ដោយសារ admin បាន install ហើយអញ្ចឹង admin ចាំបាច់នេះទេអញ្ចឹងមកបន្ទាប់ពី copy យកមកដាក់ក្នុងនេះហើយយើង install នៅក្នុងនឹងហើយចេញទៅក្រៅវិញបើក AutoCAD មកអត់ទាន់ចេញរូបរាងបែបនេះទេយើងត្រូវ set អក្សរខ្មែរហ្នឹងឥឡូវយើងចុច style ពាក្យ style ដើម្បីទៅយក font style នេះ admin បានបង្កើតហើយឥឡូវ admin បង្កើតឲ្យមើលម្ដងទៀតយើងចុចពាក្យ new យើងដាក់មកដាក់ font ខ្មែរ font មូលអញ្ចឹងមកយើងចុច OK តមកយើង select លើនេះយើងដូរកន្លែង font name យើង search រកពាក្យខ្មែរ OS មូលណាហើយវាចឹងមកយើងចុច apply តមកយើងចុចលើនេះយើង set current មានន័យថាយកនឹងទៅប្រើអញ្ចឹងហើយឥឡូវ admin ចុចនៅក្នុងនេះដែរអក្សរខ្មែរតាមដែល admin ធ្លាប់មានបញ្ហានឹងកាលមុនចុចវាពេលខ្លះវា support ពេលខ្លះអត់ support អញ្ចឹងអក្សរខ្មែរ admin recommend ឲ្យប្រើ MT ណាបងប្អូនកុំប្រើ text ទេប្រើ MT admin គូសនៅលើទំហំ300 admin សេដ្ឋា engineer បង sorry admin សេដ្ឋាសេអង់គ្លេសលេខខ្មែរ engineer បង sorry wait admin អស់វារៀងវិញទីដើម្បីស្រួលសេម្លាញចប់ engineer បងលុយចាយមិនដល់ខែទេកុំស្រោហើយបងអីមែនអត់បង engineer គ្នាយើងហើយបងប្អូនសង្ស័យណានេះគឺជារបៀបធ្វើហើយបើសិនជាបងប្អូនមាន font ផ្សេងតាមដែលបងប្អូនស្រឡាញ់បងប្អូនអាច try បែបនេះបានយើង select លើវាយើង select លើវាបែបនេះយើង select លើវានេះបងប្អូនមើលខាងលើនេះវាមានជា font style អញ្ចឹងបងប្អូនអាចបដូរទៅតាមចិត្តដែលបងប្អូននេះបានស្រឡាញ់បាន style ដែលបងប្អូនចូលចិត្តប៉ុន្តែ admin recommend មួយខ្មែរមួយហ្នឹងដែលគេនិយមប្រើប្រាស់ច្រើនបាទខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនអនុវត្តទាំងអស់គ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ like page ជួយ share និង subscribe channel YouTube ផងអរគុណច្រើន